ស្ដីបងប្អូនអរគ្នាសូមស្វាគមន៍មកកាន់ Channel Admin Han KH ម្ដងទៀតហើយហើយរឿងរ៉ាវនៅក្នុងថ្ងៃនេះគឺជារឿងរ៉ាវដ៏រន្ធត់មួយដែលបានកើតឡើងទៅលើបងប្រុសម្នាក់ដែលគាត់ជិះម៉ូតូត្រឡប់មកពីកម្មវិធីការមិត្តភ័ក្តិរបស់គាត់វិញប៉ុន្តែពេលដែលគាត់ជិះមកដល់កន្លែងចំណុចមួយគាត់ថាគាត់ក៏បានជួបនៅហេតុការណ៍និងរឿងរ៉ាវដែលពិបាកក្នុងការជឿមែនតើប៉ុន្តែវាគឺជារឿងពិតដែលគាត់បានជួបហើយវាជាពេលវេលាដែលរិស័យគាត់ដាក់ផងអីផងអញ្ចឹងណាអូខេអញ្ចឹងខ្ញុំគ្រាន់តែប្រហែលប៉ុណ្្នឹងទេហើយចង់ដឹងថាតើបងប្រុសម្នាក់ហ្នឹងគាត់បានជួបហេតុការណ៍ដែលគួរខ្លាចអីខ្លះឥឡូវយើងចូលទៅស្ដាប់សាច់រឿងពេញទាំងអស់គ្នារឿងរ៉ាវមួយនេះគឺខ្ញុំទទួលបានពីបងប្រុសម្នាក់ដែលគាត់មានឈ្មោះថាបងធីដោយបងធីគាត់និយាយថាហេតុការណ៍មួយហ្នឹងកើតឡើងកាលពីអំឡុងឆ្នាំ2022ហើយពេលនោះបងធីគាត់គឺជាអ្នកដែលធ្វើការនៅក្នុងស្ថាប័នមួយកន្លែងប៉ុន្តែមិនមែននៅភ្នំពេញទេណាគឺនៅតាមខេត្តទេអញ្ចឹងដោយសារតែមានមិត្តភ័ក្តិរបស់គាត់ហ្នឹងគឺគាត់រៀបការអញ្ចឹងក៏បានអញ្ជើញបងធីហ្នឹងទៅចូលរួមដែរប៉ុន្តែមិនមែននៅខេត្តជាមួយគ្នាទេគឺនៅខេត្តជាប់គ្នាតែក៏ខ្ញុំមិនអាចបញ្ចេញខេត្តបានដែរអញ្ចឹងគាត់ថាពេលដែលគាត់រៀបចំខ្លួនរៀបចំអីទៅចូលរួមកម្មវិធីហ្នឹងគឺគាត់រៀបចំធម្មតាអីធម្មតាអញ្ចឹងទៅហើយចេញទៅហ្នឹងគឺតាំងពីម៉ោង11 12ដោយសារតែផ្លូវហ្នឹងនិយាយឆ្ងាយដែរអញ្ចឹងគាត់ថាពេលដែលទៅដល់ផ្ទះកម្មវិធីហ្នឹងម៉ោងប្រហែលជា4ជាងអីនិយាយទៅខេត្តហ្នឹងវាឆ្ងាយត្បិតថាវានៅជាប់គ្នាមែនប៉ុន្តែដូចថាមកចំហៀងខេត្តម្នាក់ហ្នឹងហើយខ្ញុំសង្ឃឹមបងប្អូនយល់ហើយកន្លែងដែលផ្ទះខាងកូនកំមុំហ្នឹងក៏វាចូលទៅផ្លូវជ្រៅដែរមានន័យថាផ្លូវចុងកាត់មាត់ញោកជិះចូលទៅរៀងឆ្ងាយហើយតាមផ្លូវដែលគាត់ជិះហ្នឹងគាត់ថាវាមិនមែនជាផ្លូវកស៊ូអីទេវាជាផ្លូវគួរក្រហមហើយពេលខ្លះទៅក៏វាហុយវាអីយ៉ាងដែរហើយនៅតាមផ្លូវដែលទៅហ្នឹងគឺបើនិយាយពីទស្សនភាពវិញសងខាងហ្នឹងគឺកន្លែងខ្លះហ្នឹងយើងជិះទៅមានភូមិហើយជិះទៅត្រង់ទៅទៀតហួសភូមិអញ្ចឹងទៅវាមានវាលស្រែសងខាងផ្លូវហើយហួសពីហ្នឹងទៅគឺចូលដល់ភូមិគេផ្សេងអញ្ចឹងទៅនិយាយទៅដូចថាហួសពីភូមិទៅវាលស្រែហើយវាលស្រែដល់ភូមិតែគ្រាន់តែចន្លោះហ្នឹងគឺវាមិនមែនចិត្តទេអាចថាមកចន្លោះពីភូមិមួយទៅភូមិមួយជិះខ្ទង់ប្រហែលជា10នាទីតិចតួចអីដែរបានឆ្លងដល់ភូមិមួយអញ្ចឹងណាអញ្ចឹងខ្ញុំសង្ឃឹមថាបងប្អូនយកកន្លែងហ្នឹងអញ្ចឹងគាត់ថានៅដងផ្លូវតាមផ្លូវដែលគាត់ជិះទៅហ្នឹងកន្លែងខ្លះវាមានដើមត្នោតសងខាងផ្លូវហើយកន្លែងខ្លះទៀតវាមានដើមឈើដុះសងខាងផ្លូវអញ្ចឹងទៅមិនមែនជាផ្លូវដែលអាចនិយាយថាអាលងស្រិលទេវាមានផ្លូវវាមានដូចកូនឈើកូនអីដុះសងខាងផ្លូវអីចឹងណាអញ្ចឹងបងប្អូនព្យាយាមសម័យរូបភាពទៅគឺឃើញហើយគាត់ថាពេលដែលគាត់ជិះទៅហ្នឹងគឺទស្សនភាពអីគឺវាមានអីជាបញ្ហាទេហើយក៏វាមិនមែនជាផ្លូវមួយដែលពិបាកជិះអីពេកដែរមានគេឯងជិះដែរគាត់ថាវាមួយប៉ុន្តែគាត់មានអារម្មណ៍ថាផ្លូវហ្នឹងជាគិតក្នុងចិត្តបើមិនសិនជាមកវិញស្ងាត់មានអារម្មណ៍ថាវាគួរខ្លាចដែរប៉ុន្តែគាត់ថាពេលហ្នឹងគឺវាមិនអីទេធម្មតាមិនមែនផ្លូវហ្នឹងគឺអត់មានភូមិណាវាចន្លោះគ្នាអញ្ចឹងណាអញ្ចឹងក៏គិតធម្មតាទៅហើយក៏ទៅដល់កន្លែងផ្ទះកម្មវិធីខាងកូនកំមុំអញ្ចឹងទៅហើយពេលហ្នឹងគឺទៅដល់ចូលរួមចូលអីអញ្ចឹងទៅមិត្តភ័ក្តិទទួលស្វាគមន៍ហើយគាត់ថាឲ្យនៅសម្រាប់នៅហ្នឹងទៅចាំព្រលឹមឡើងចាំមកវិញអញ្ចឹងណាព្រោះសវឹងអីអញ្ចឹងទៅយើងបើកបោវាមិនកើតទេអញ្ចឹងពេលហ្នឹងបងធីគាត់ថាដំបូងហ្នឹងគាត់ប្រងសម្រាប់នៅហ្នឹងដែរប៉ុន្តែដល់ពេលដែលគាត់ហូបចុកកម្មវិធីអីដល់រៀងយប់បន្តិចទៅគាត់មើលទៅគាត់ថាដូចជាខាងបងប្អូនខាងស្រីខាងប្រុសគេនោះមានគេទៅចូលរួមច្រើនដល់ពេលអញ្ចឹងដូចថាកន្លែងដែលគេកន្លែងស្នាក់នៅហ្នឹងគឺវាជាអៀតហើយបងធីគាត់ថាគាត់ទោះបីជាគាត់សម្រានក៏គាត់សម្រានមិនលក់ដែរគាត់មានអារម្មណ៍ថាវាដូចមិនសូវជាគេហៅថាសនុកចិត្តណាអញ្ចឹងគាត់ថាត្រឡប់មកផ្ទះវិញទៅហើយណាមួយគាត់ថាយប់ឡើងវាស្ងាត់ដែរយើងជិះលឿនដែរអញ្ចឹងណាអញ្ចឹងម៉ោងប្រហែលជា10ជាងចិត្តមិន10ណាពេលហ្នឹងខាងអកេសខាងអីគេហ្នឹងគឺវាថាគេបិទទីអីម៉ោង10អីហ្នឹងដល់ពេលអញ្ចឹងក៏គាត់
នៅបន្តរហូតដល់ម៉ោង10ជាងចិត្តមិន10ហ្នឹងมันគាត់សម្រាប់ចិត្តថាលាមិត្តភ័ក្តិរបស់គាត់មកតែមិត្តភ័ក្តិរបស់គាត់កូនកន្លោះហ្នឹងគឺអត់ចង់ឲ្យគាត់មកទេដោយសារអីយប់ប្រលប់ហើយព្យាយាមគាត់តែគាត់ថាគាត់ត្រូវតែមកដោយសារអីគាត់អត់ប្រាប់ត្រង់ទេថាវាវាក់កន្លែងគេងគាត់ប្រាប់ថាកូនគាត់អត់សូវស្រួលខ្លួនអីចឹងណាហើយប្រពន្ធគាត់ចេះតែចាំមើលផ្លូវគាត់ចឹងទៅអញ្ចឹងក៏ខាងកូនកន្លោះអត់បានគាត់ដែរថាឥឡូវបើទៅតែជិះម៉ូតូឲ្យប្រយ័ត្នប្រយែងតាមផ្លូវអីចឹងណាហើយបើសិនជាមិនមកទេចាំខប្រាប់គាត់ទៅហ្នឹងហើយដល់ពេលអញ្ចឹងក៏បងធីគាត់រៀបចំឲ្យក៏គាត់ចេញទៅហើយពេលដែលគាត់ចេញទៅហ្នឹងដំបូងគាត់អត់មានអារម្មណ៍អីធម្មតាលក្ខណៈថាអត់មានគិតអីអត់មានអីផ្ដាស់ទេគឺជិះទៅធម្មតាអញ្ចឹងណាប៉ុន្តែគាត់ថាពេលដែលជិះមកដល់កន្លែងភូមិចាប់ដើមស្ងាត់ហើយនិយាយទៅដល់ខួរពីផ្ទះកម្មវិធីនឹងប្រហែលជា100ទៅ200ម៉ែត្រណាចាប់ដើមស្ងាត់ព្រោះតាមជនបទកន្លែងតំបន់ភូមិហ្នឹងគាត់ថាអត់មានភ្លើងផ្លូវទេវាល្ងឹតនិយាយទៅឃើញតែភ្លើងម៉ូតូរបស់គាត់ទេឬថាបាញ់ឆ្វាចទៅអញ្ចឹងទៅឃើញតែទេសភាពទិដ្ឋភាពផ្លូវហើយនឹងឃើញព្រៃសងខាងអញ្ចឹងទៅឃើញផ្ទះប្រជាជនអញ្ចឹងទៅប៉ុន្តែផ្ទះប្រជាជនគឺគេបិទភ្លើងអស់ហើយគេសម្រាឲ្យល្ងឹតឆឹងអស់ហើយនិយាយទៅគឺផ្លូវល្ងឹតហ្មងមានតែភ្លើងម៉ូតូគាត់មួយតែឯងទេអញ្ចឹងគាត់ក៏បើកអញ្ចឹងទៅតែមានអារម្មណ៍ថាវាចម្លែកដែរថាអ្នកភូមិហ្នឹងមិនបានជាគ្មានអាណាដាក់ភ្លើងផ្លូវអីមួយអីចោលអញ្ចឹងណាគឺចេះឆ្ងល់ដែរហើយណាមួយនៅក្នុងផ្ទះហ្នឹងគឺដូចយ៉ាងម៉េចមិនដឹងទេគឺអត់មានភ្លើងពូភ្លើងអីសមសូម្បីតែបើកចោលមកគ្រាប់គាត់មានដែរគាត់ថាល្ងឹតទាំងអស់មិនដឹងយ៉ាងម៉េចដល់ហើយទៅក៏គាត់ជិះហួសភូមិហ្នឹងក៏ឆ្លងមកដល់កន្លែងវាស្រែមានន័យថាផ្លូវហ្នឹងគឺសងខាងផ្លូវសុទ្ធតែវាស្រែទាំងអស់ហើយដល់ពេលអញ្ចឹងទៅគាត់មានអារម្មណ៍ថាដូចត្រជាក់ធម្មតាកន្លែងវាស្រែវាមានខ្យល់បក់វូបអញ្ចឹងគាត់ថាពេលហ្នឹងមានតាមថ្នោតសងខាងផ្លូវមានកូនឈើសងខាងផ្លូវហ្នឹងប្រចាំងទៅគាត់មានអារម្មណ៍ថាចំដូចត្រជាក់ដូចរៀងស្រួលដែរណាអារម្មណ៍ដូចចង់រៀងខ្លាចដែរប៉ុន្តែពេលហ្នឹងគឺគិតធម្មតាតែយើងកុំគិតអីផ្ដាស់ព្រោះយើងជិះមកតែឯងអញ្ចឹងយើងធ្វើធម្មតាអញ្ចឹងទៅអញ្ចឹងគាត់ក៏ជិះមករហូតដល់ភូមិមួយទៀតដល់ពេលដល់ភូមិមួយទៀតគាត់ថាមានភ្លើងមួយដែរដែលអ្នកភូមិគេបើកមិនមែនភ្លើងផ្លូវទេអញ្ចឹងមានអារម្មណ៍ថាអូភូមិនេះគាត់បើកភ្លឺអញ្ចឹងមានអារម្មណ៍ថាដូចមិនសូវរៀងអញើតលក្ខណៈរៀងមានអារម្មណ៍ថាសុវត្ថិភាពវិញអញ្ចឹងទៅអញ្ចឹងក៏ហួសពីភូមិនឹងមួយទៀតដល់ពេលគាត់ហួសពីភូមិនឹងទៅទៀតគាត់ថាពេលហ្នឹងគាត់បើកភ្លើងហ្វាម៉ូតូគាត់បើកឲ្យភ្លើងឲ្យឆ្ងាយអញ្ចឹងទៅដល់ពេលហើយស្រាប់តែគាត់ហ្នឹងមើលអាតាមភ្លើងហ្វាទៅមុខត្រង់អញ្ចឹងគាត់ថាចម្ងាយពីគាត់ហ្នឹងប្រហែលជាខ្ទង់50ម៉ែត្រអីចឹងគាត់មើលឃើញដូចមនុស្សហ្នឹងរបៀបថាដើរបដ ாய் ទិសមានន័យថាដូចថាគាត់ជិះទៅបូងអញ្ចឹងទៅមនុស្សហ្នឹងក៏ដើរទៅបូងដែរប៉ុន្តែគាត់មើលឃើញពីចម្ងាយគាត់ថាមើលទៅឃើញជាមនុស្សស្រីហើយគាត់ថាពេលហ្នឹងចំគាត់គិតណាស្អីចេះគាត់គិតពីចម្ងាយហ្នឹងហើយគាត់រៀងប្រអន់លបឿនម៉ូតូតិចគាត់ចាំមើលថាតើមនុស្សហ្នឹងស្អីគេឬក៏អាចថាមានចោលអីគេរៀបគម្រោងចង់នេះគាត់អីចឹងណាអញ្ចឹងគាត់រែកបន្តិចសិនដល់ពេលគាត់រែកទៅគាត់មើលទៅគាត់ទៅមុខបន្តិចអញ្ចឹងណាគាត់ចេះឆ្ងល់ចាមើលទៅដូចឃើញមនុស្សស្រីដូចមនុស្សធម្មតាហ្មងឃើញដើរអញ្ចឹងដើរមិនមែនដើរកណ្ដាលខ្នល់ទេលក្ខណៈដើរចំហៀងខ្នល់ដល់ពេលអញ្ចឹងគាត់មើលទៅគាត់ថាមនុស្សស្រីម្នាក់ហ្នឹងគឺរូបរាងមិនសូវជាគីឡូគាត់ថាប្រហែលជាខ្ទង់50ស្ដើងទេគីឡូហើយសក់រងវែងមិនវែងឯខ្លាំងទេត្រឹមថាត្រឹមចិត្តចកេះចុះហ្នឹងហើយដើរស្លៀកខោហ្នឹងគាត់ថាខោប្រភេទខោកាប៊យរៀងរឹបហ្នឹងណាហើយអាវគាត់ថាអាវរៀងកាឡាប្រផេះហ្នឹងហើយដើរទៅអញ្ចឹងទៅហើយគាត់ថាដើរល្ងឹតឆឹងហ្នឹងអត់មានភ្លើងអត់មានអីទេហើយដល់ពេលអញ្ចឹងបងធីគាត់ចេះតែគិតថាអីពីណាគេមកដើរតែឯងអញ្ចឹងតែគាត់គិតមួយយ៉ាងគាត់ក្នុងចិត្តថាតិចលោកខ្មោចទៅប៉ុន្តែគាត់ថាខ្មោចស្អីមើលទៅឃើញដើរធម្មតាស្រួលញឹមហ្នឹងមិនដូចស្មាតទៅបើយើងមើលឃើញអត់មានឃើញដៃអត់មានឃើញជើងអីចឹងទៅវាគួរខ្លាចណាតែនេះគាត់ថាមើលទៅឃើញមនុស្សធម្មតាហ្នឹងអញ្ចឹងគាត់គិតថាអញ្ចេះប្រហែលជាអ្នកភូមិនៅក្បែរហ្នឹងឬក៏មនុស្សស្រីម្នាក់ហ្នឹងគាត់មានបញ្ហាអីមួយគាត់ត្រូវទៅឆ្លងទៅភូមិមួយទៀតឬក៏សង្សារគាត់ខឹងគាត់ដាក់គាត់ចោលឬក៏អីចឹងណាប៉ុន្តែពេលហ្នឹងមកធីគាត់គិតច្បោកច្បល់មែនតើ
cái bận mà tô đấy chẳng ạ tay có cơ thai hai chữ mình nước hay viêm ấy thế hay là mối mình được thấy tại năng và sau này mạnh mấy cô dương viêm ấy đây bảo là viêm được phổ ấy nên nâng ấy chẳng á chẳng có qua thì không có tham là bươn đi từ đó bây có tham là bươn chẳng tới à có tha có bao ở khu pin mình đã thấy năng có ăn miên chốt ấy nè bao vứt chẳng tới tái này có điên mưa là hột đó bây có điên chẳng tới có tham mình đã thấy đa mất aon điện aon tới chứ aon chú chứ thấy miên là sợ xe băng lại phần này nhưng tích chẳng ạ hãy ba cái tham mưa mọ sao khơi như thái miên đó thăm mình đã thấy nó hiện sò đài đó p chẳng ạ bóng thí có hiện huôn tí tới quát có khơi mình thấy là nó lượt đài hai quạt pu chẳng á hay là p những đó bóng thí quát lưu xử lý những tới quát cô hiện cả lấy mưa tan và chợ khỏi đó quát mới khơi đang chợ khỏi có thắc khơi mình thấy nó có bông tay đa màu chẳng là lưu xử hai quạt pu cho chẳng đó đó p chẳng xếp tại bóng thí có thằng trận đại sao mưa tới đôi giờ mà nước ấy mến ấy đi hay nào mỗi khi mà này ai như là ngất nhớ nè chẳng có chụp từ ở đây có chụp dân tới ạ quạt hiện cất đài của tháp bờ sân mình mất quạt ọt lộn tàu đi quạt nâng mua gà vào từ mỏ ra bờ sân rùa chẳng đập bị hói quạt có chụp dân tới sẽ ta mình xảy nó quạt máu đa mà các bài chẳng đập bị đa mà các bài chứ ạ bóng thi có tham mình xảy đến quạt vậy là dẹp pu chu nhom tới phun một tí bàn ọt hồi đập bị chẳng bóng thí có thằng hay cho mẹ ôn anh thay ban mà đa tại anh chẳng hay mạch ban chỉ hiện ap dục hiện ấy chẳng mà khai thì ấy đặc biệt tới mà ôn nó còn vậy thẳng ni nhom nó phun một nên tê pù chẳng nhom ọt khai thì phun nhom ta đặc biệt chẳng bóng khí nó cột của cái thằng chẳng nè phun là một nên tê tái cột còn vậy đây có tha hay bên ca ấy mau tình dụng chẳng đó chẳng tới ban mà nè xảy nó còn vậy thẳng pù nhom mau nhom trong thực tế nhom bình chắc á đặc biệt những tới buôn thí có tháng chơi vậy chởn có thằng lại lang mà tô mà đặc biệt lang mà tô những tới có ba mà tô từ có ba những tới có mía đóng tha đôi mình đã thấy chùm lại thường mấy mía đóng tha đôi thật chẹ lại cái nào ta chùm hai á mình đã thấy nó màu bạc non quá để còn là tha chùm hai đôi thật chẹ hái mía đóng tha mình đã thấy nó cứ thơm mừng lại cái nào thôi admin cài ca admin trò na thầm na bùn mình được dưỡng ai tha chỉ tới mèo lắm thật được có hiện bà ra hành tịch chẳng nè tay mình nè nó mèo lắm thật được mừng tay pe nó bông thi có tha quát toàn ban chỉ mưa của chọn mưa khói thì đối ta cầm oi dương mọi cái nè mình đã thấy cái tha quát lậu mưa kia chẳng nè chẳng quát của bạn mà tô trong chẳng tử tay có mèo lắm tha đối gì bạn mình tích tới mèo lắm tha đối mà tô có điện nguồn đọc đi chẳng ạ cốt cái tê ra cái thằng mà chắc mà tô tích lô mình đã thấy nắng hiện cái lô xẻ thì hay mấy bọn tô bị thốn xong tay tô bãi con ấy đó ấy cốt cái đông chất sắn đó tay cốt suy dụng bao tay của tha đã xa cái lấy nên bị ngạt chân lại lô mình ấy tới và vã chẳng tụ bây giờ mà tô bãi con cái đó chia đọc hôm sẵn từ chẳng phải nó cốt của chị mua từ trong chứ ạ còn thấy con mèo đó tha đôi chỉ miên đôi chỉ mình đã thấy nó có bông thằng nghị mà mưa gọt đó bây chẳng nó có mèo nó play chắc là có tháng cho họ nghĩ mưa cái chọn mực hồi đài tay mèo đó tha đúc cho thiên mưa lại cái nạn chắc á con có thể bữa sân chỉ cái lấy mưa chọn mực hồi tới khơi ấy mùi tới con mình cái là lụp lớn này là trắng con có mình hiến này có tháo chưa ta sút một tâu đó trắng của con chui trong chắc ạ có tha pe để con tự đo nông phùm bập xẹp tài con mèo đó thằng tâu con xà mình đó pe con mẹ nắm xa chẳng có chuyện ngỏ là coi cột đặt chất đó nè đó khi cột đặt chất mình chẳng tới ông bồn cột cả lệ mờ cột mưa tam của chọn mưa cáo nhá bông bầu đằng mà chứ cột tha cột cả lấy chặt tới cột khơi mà đu sấy mà nè nắng á cứ bông ta cho bỏ đầy hai cột còn thái cột tha về để cột mưa men tên tới cứ ở miên khơi cả ba mà nè nắng tí ọt các bà lấy bông bầu là cái nạn tha còn là khơi chị đáy khơi chị ấy bỏ đầy cho hai cột chứ nè hay bên nữa còn nó bông thi có cái lấy khi mà chặt chứ bông thi có principal page á quát có bệnh nhấp mua mà tàu có tháp bên bị đua mà tàu mà ta có tụt tuôn á hay quát có bệnh nhấp mua là hốt quát ăn minh nghị cái đâu yên thế chứ hay quát prong mua mà là hốt đó là mà tàu ba quát nữa à đó cái đá phùm đập pe đó cái đá phùm á con mèo đóng tha đôi ở số ta đôi chỉ miên ở đóng tha đôi khai từ cây tam khai từ mình lại thấy nó mà tam mới chứ đó trong pe nó quát có strike đặt cho strike mong pu mi chui phong come on chứ đó pe háo giờ ba nè phun cái sky ấy bên mình nâng
ហើយពេលហ្នឹងក៏អ្នកភូមិគេចាញ់មកចឹងទៅប្រចាំង7មើលអីចឹងណាចុងពេលហ្នឹងគាត់ក៏លើកដៃសាពះគេថាពូអើយពូជួយខ្ញុំផងខ្មោចលងជួយខ្ញុំផងខ្មោចលងចឹងណាហើយដល់ពេលហ្នឹងទៅបានអ្នកភូមិហ្នឹងក៏ថាមកពីណាមកពីណីហើយគាត់ថាគាត់មកពីនោះមកពីជើងជីកាត់តាមផ្លូវនោះមិនចឹងណាដល់ពេលហើយអ្នកភូមិក៏យកអង្គអីមកកវីឲ្យគាត់ចឹងទៅដល់ពេលកវីហើយអញ្ចឹងអ្នកភូមិថាឥឡូវចូលមកសិនមកដល់ពេលចូលមកបងធីគាត់ថាគាត់ស្ទាបខោស្មាទោគាត់ចេះឆ្ងល់ស្អីគេសើមខោរបស់គាត់ដល់គាត់ស្ទាបទៅគាត់ថាគាត់លិចនោមដាក់ខោដោយសារអាមកចង្វាក់ដែលគាត់ខូចមនុស្សស្រីមិញដែលអត់មានក្បាលបកដៃហៅគាត់ហ្នឹងគាត់ឡើងលិចនោមច្រូចបាត់ហើយតែអត់ដឹងខ្លួននៅពេលហ្នឹងដល់ពេលអញ្ចឹងទៅអ្នកភូមិគាត់ថាអូអូនឯងចេះតែហ៊ានជិះមកពេលហ្នឹងយប់អញ្ចឹងដែរអូនឯងអត់តន់ដឹងរឿងអីទេហើយបងធីក៏ថាខ្ញុំអ្នកចងាយពូអីមិញខ្ញុំអត់ដឹងទេខ្ញុំមកពីការមិត្តភក្តិរបស់ខ្ញុំអញ្ចឹងណាហើយដល់ពេលអញ្ចឹងស្រាប់តែពូមិញអ៊ំហ្នឹងគាត់មកនិយាយគាត់ថាអូយផ្លូវហ្នឹងអត់បានទេលងសាហាវណាហើយគាត់ដល់បងធីគាត់លឺអញ្ចឹងគាត់ព្រឺរួមកាន់តែខ្លាំងហើយគាត់ថាលងអីគេពូលងគេដល់ពេលហើយអ្នកភូមិគាត់ថាអញ្ចេះបាច់និយាយឯពេលយប់ឥឡូវបើសិនជាមិនស្រួលចិត្តមិនស្រួលអីខ្លាចទេឥឡូវនៅសម្រាប់នឹងសិនទៅហើយឥឡូវមើលតាក់តងទៅកាន់គ្រូសាអីទៅក៏លោកគេចាំផ្លូវអីចឹងណាដល់ពេលអញ្ចឹងទៅគាត់ក៏អត់ហ៊ានតាក់តងទៅកាន់ប្រពន្ធរបស់គាត់ដែរដោយសារតែពេលហ្នឹងយប់ហើយណាមួយប្រាប់ទៅខ្លាចប្រពន្ធគាត់ខ្លាចប្រពន្ធគាត់សម្រានតែជាមួយកូនគាត់ទេអញ្ចឹងគាត់អត់ហ៊ានខលទេដល់ពេលហើយបានមកសន្ទុះស្រាប់តែប្រពន្ធរបស់គាត់ក៏ខលមកអញ្ចឹងណាហើយគាត់ក៏ប្រាប់ទៅថាម៉ូតូគាត់វាខូចតាមផ្លូវអញ្ចឹងគាត់សុំផ្ទះអ្នកភូមិសម្រាប់អញ្ចឹងបែរឲ្យចាំផ្លូវគាត់ទេតាមពិតគាត់អត់ហ៊ានប្រាប់ត្រង់ណាដល់អញ្ចឹងទៅក៏មិត្តភក្តិរបស់គាត់ក៏ដូចចិត្តទៀតខលមកកាន់គាត់មកសន្ទុះណាខលមកកាន់គាត់ថាមិនអីដល់ផ្ទះនៅហើយគាត់ក៏មិនប្រាប់តាមត្រង់ទៀតគាត់ថាគាត់សម្រាប់តាមផ្លូវសារម៉ូតូគាត់ខូចអញ្ចឹងហើយណាមួយរៀងងូក្តារអញ្ចឹងដល់មិត្តភក្តិគាត់ថាអញ្ចឹងសម្រាប់នៅផ្ទះគេសិនទៅចាំព្រលឹមឡើងចាំទៅអញ្ចឹងណានឹងដល់ពេលអញ្ចឹងក៏គាត់នៅសម្រាប់ប៉ុន្តែគាត់ថាពេលហ្នឹងសម្រាប់លក់ណាជឿតែមានអារម្មណ៍ថាកលេសទៅមើលអាកន្លែងជ្រក់អាមុខជ្រក់មុខផ្លូវខ្លាចលួម្នាក់ស្រីហ្នឹងតាមម្ដងអញ្ចឹងតែពេលហ្នឹងគាត់ថាអត់មានទេតែគាត់ថាពេលហ្នឹងឆ្កែដូចវាលូគាត់នៅមុខធីគាត់នឹងអង្គុយពេលហ្នឹងគាត់ថានៅក្រោមផ្ទះគេហ្នឹងគឺមានខែមួយហើយមានម្ចាស់ផ្ទះមានអីហ្នឹងគឺថាមានអ៊ំមួយហ្នឹងគាត់សម្រាននៅក្រោមដែរអញ្ចឹងណាអញ្ចឹងគាត់ថាបងធីគាត់សម្រាននៅកន្លែងខែជាមួយអ៊ំហ្នឹងដល់ពេលលឺឆ្កែលូអញ្ចឹងបងធីគាត់ចេះតែបែរទៅមើលអាកន្លែងជ្រក់ណាខ្លាចលូមានស្អីមកតាមគាត់អញ្ចឹងពេលហ្នឹងអ៊ំប្រុសហ្នឹងក៏គាត់ថាមិនបាច់ភ័យទេមិនអីតែនៅជាមួយអ៊ំមួយអីទេហើយដល់ពេលហ្នឹងទៅគាត់ក៏ព្យាយាមកលុំភួយកលុំអីផងហើយភ័យថាតម្រាំទៅសម្រានលក់មកសន្ទុះធំមកដល់ពេលសម្រានមកភាំងទៅភ្ញាក់ខ្លួនឡើងព្រលឹមឡើងបាត់ដល់ពេលព្រលឹមឡើងអញ្ចឹងបងធីគាត់ភ្ញាក់មកពឹបគាត់មានអារម្មណ៍ថាដូចជានៅតែភ័យវាសចំហាយមានអារម្មណ៍ថាដូចខ្លាចភ័យខ្លាចហើយថ្មិចភ្នែកទៅគឺសម័យតែរូបភាពដែលឃើញមនុស្សស្រីម្នាក់ដែលអត់មានក្បាលហ្នឹងណាដល់ពេលអញ្ចឹងស្រាប់តែគាត់ក៏ដាច់ចិត្តសួរម្ដងទៀតក៏សួរអ៊ំសួរអ្នកភូមិអញ្ចឹងណាហើយអ្នកភូមិក៏គេមកចំរួមសួរគាត់ដែរព្រោះធម្មតាយើងអ្នកចម្ងាយអញ្ចឹងគេចង់ដឹងណាដល់ហើយក៏គាត់ប្រាប់ថាអ្នកភូមិក៏ប្រាប់ថាកាលពីក្នុងកន្លះខែមុនមានមនុស្សស្រីម្នាក់ដែលមនុស្សស្រីម្នាក់ហ្នឹងនិយាយទៅគឺគាត់នៅក្នុងភូមិមួយទៀតឯណោះទេនៅខាងនោះទេប៉ុន្តែដោយសារតែអញ្ចេះដោយសារតែនៅក្នុងភូមិនេះភូមិដែលបងធីគាត់កំពុងតែសម្រាកហ្នឹងគឺនៅខាងប្តីរបស់គាត់ប្តីបងស្រីម្នាក់ហ្នឹងណាហើយដល់ពេលអញ្ចឹងទៅដូចថាប្តីហ្នឹងដំបងឡើយគាត់ដូចថារស់នៅជុំគ្នាជាមួយប្រពន្ធនៅក្នុងភូមិហ្នឹងនៅភូមិដែលបងធីកំពុងតែនៅហ្នឹងណាប៉ុន្តែដល់ពេលបែកបាក់គ្នាដូចថាកូនហ្នឹងគឺត្រូវបានមកខាងឪពុកដល់ពេលមកខាងឪពុកអញ្ចឹងទៅម្ដាយហ្នឹងក៏ចេះតែមកអញ្ចឹងដូចថាព្យាយាមមកយកកូននឹងទៅវិញប៉ុន្តែឪពុកហ្នឹងគឺអត់ឲ្យយកទៅទេដោយសារតែឪពុកគឺទាមទារថាយកកូននឹងហើយពេលហ្នឹងគឺខាងម្ដាយហ្នឹងដូចថាទោះបីជាដូចថានិយាយខាងភូមិឃុំក៏ដោយគេចែកគ្នាហើយតែម្ដាយគឺអស់អាឡ័យទេដោយសារមានតែកូនស្រីម្នាក់ហ្នឹងអញ្ចឹងណាអញ្ចឹងហើយកូនហ្នឹងចេះណាកូនហ្នឹងឆ្លាតហើយដល់ពេលអញ្ចឹងគឺ
miên rương là hột đôi tha chuộc nia là hột khang sấy nó chơi tầm mau khang phổ nó tật đánh như chân tư tại đánh như ná cái khang sấy nó nơi tầm màu đẻ hay máu đó mình men đôi tha chi mà tao chi ấy bỏ bụng ai mau thế là xa bụng ai khang sấy nó qua ham đây tha bạch tư ấy nhảy nhảy tê quay nó mà kê cái đánh như chân á chân bông sấy mà nè nó à có đôi tha phía trên còn lột màu mà còn lột đào màu ở dưới nè đào màu tam phơi đào tại nhân từ đào p hai sẽ tay miền dục mùi nắng kia đắng để cái đắng tham miền đừng ấy còn tái đồng lộn từ hai chia và man máu cái hai chia pi bị mau sẽ tái mà đai ở bốc khang bông sấy mình đã nói à p dục nữa có màu xua khang ở đây nè tham miền cưới con sấy còn ọt rồi sao còn bạch con sấy á hay đào p hình trắng khang phổ này gần vậy tha khang ở đấy nè tay tập đấy nó gần vậy tha ở đây có bạn khơi nhỉ đào p nhắn tới khang ở bụng đại khang sấy gạt chưa thì cái xong sai vậy chứ nó cái tha hai chị mình được ai hưởng ai dân từ đọc p hình trắng cô nôm kia đaro nè phú mà đaro ai đaro ọt khơi thì nó cả lăng phú mà phú bị phú mấy nó cứ hỏi khơi thì hay đọc p hình trắng á cứ mà nè chết là xong sai giờ ngo thấy cứ mò xong sai từ lượt ở đây nè hay bị nó có khang mà thì cách có khoát luôn ở đây nhưng sân từ buổi cái xong sai từ xa luôn kia trắng nè đào p háo xẹp tái có tha rầm lông ta mà giúp về xẹp tay nơi cả lại là việc nơi trong phùm nước miền ở nè phùm mà nè đại quạt nước mau bị na thế sẽ tại quạt mau chân tứ quạt tha quạt khơi bông sấy mà nè nó cho tam pleu tại nơi trong phùm nè xẹp tại cho chân tứ sập hiếp thông mà đa thì cho hái xẹp tay quạt khơi tha bông sấy mình có score ta phù thầm nó không sọc phù mà mình thấy có ngon thằng bắt nam mà dục ở dưới đó đào p hai giờ bông bông nâng mà với quát có chung mà tàu thấy có bông sấy mình có xong mà tàu chi cái thang có xong từ sọc phù nữa từ tiền nắng từ chụp cồn qua đây chân từ còn là cồn đào p hai bông mà nè nó là bông pháo hết á quát có thà lời láng màu đào p bông bông nâng mà với xem tại bông sấy mình nè nó láng màu pop á bông phổ mình nó có tha luôn có đúc hay là bây có lấy chai tới á bông bông smarto có tha bông sấy mình nữa cứ admin cái ba thế cứ nhà thấm co cho khổ mà hay còn là bông phổ mình nó có khui cho nó quát có mua mà tôi ngu chân tới ạ quát có sai phổ ấy bông phổ mình nữa cứ quát lại cái nào ta làm trong cái ăn bê đồ á còn lại quát bao mà tôi bao in tới tụ bốc là bông nè phú mà đọc với bốc là bông nè phú có xua tới cái tham mình được ấy nhớ nè hãy ban bông phổ mình có phép pi từ nãy đam tâu những từ đọc về nạp phú mà cái khơi chân cái lư chân á cứ mà nè nó kia vô rồi mau bài chỉ trong mà phú mà maro mơ cái lại này bông phổ này còn ban khơi bông sấy mình ăn mà nhớ á còn tái bây giờ mà đâu mà khơi bông sấy mình ăn đằng tì đọc về chân á cứ gây chập ở đám xong sai dẹp làm cơ đây cái tháp bông sấy nó và hai chỉ còn phọt đây phải còn slap ấy tay đang tham mình đừng ấy thì tay ai đừng cạn đây cái cam ấy chân nào là sao tại khơi chủ của ba có đủ ở chân đợt chân tới có chập đam từ đăng ấy tới ở chui đồ mưa và tàn điện đợt về đa ấy tới rồi khơi sao là hôm đó khang bụng mà đai khang bông sấy nó còn đồ cừu chui mưa chẳng nè đồ cừu rồi mưa tới cừu tha ở tới nơi nào chẳng ai nơi mà đông nương chẳng nè đợt chẳng là cừu còn mưa cho mưa lắng còn tha trăm cừu từ một khu chẳng nè trong vậy khu nè non pleu chẳng từ đọc về mà non pleu ông bồn khu nứng có đi thác con mưa đăng mà con thác con bao nhiên con mưa tới con khơi mà đọc về con đào tới mà bồn nào mà có tha nữa cả lại mình ngay và hai chỉ hai sắp mai vì pleu nữa cứ mình viên sẻ mùi hay cả lại viên sẻ nó miền Nam thân nào hay cả bài đam thân nào nữa cứ lực khu mình đánh con mau cái này nè hay con có chừng ổn đọc về chừng ổn nó cứ khơi snap đây là cái nạn tha smarto snap đây là khi tâm mà cài ấy mùi chẳng nè rồi chẳng tới có cho all mà người ta nên là ngay đặc biệt những nó cô khang của xa khang bông sấy nó còn dung được xa còn đăng á rồi chẳng tới có cài còn tay đường ra đài bia của khai những cứ bông sấy mình đã nắng còn mình thật luôn để anh mình khơi cái bà này hai đặc biệt chẳng á cứ nạp phun chọc lắm hay chọc lắm khai chứ ta đôi ta bia nịp bê chứ rồi chẳng tới con đăng tà rồi na rồi này đi
ហើយលោកគ្រូម្នាក់ហ្នឹងគាត់ក៏រកអត់ឃើញដែរដល់អញ្ចឹងក៏បានត្រឹមតែអុជធូបនិយាយថាឥឡូវបើសិនជាដឹងថានៅណាជួយមកតែអត់មានអីទាំងអស់ដល់ពេលហើយស្រាប់តែរកអត់ឃើញទេពេលហ្នឹងដើររកយ៉ាងណារកអត់ឃើញទេឃើញតែខ្លួនទេអញ្ចឹងពេលហ្នឹងស្រាប់តែក៏មកបនខាងគេហៅអ្នកតាខាងតំបន់ហ្នឹងអីចឹងណាមកបនថាបើសិនមិនឲ្យជួយប្រាប់មកយកបង្ហាញមកនៅណាអញ្ចឹងទៅដល់ពេលហើយបងប្អូនស្រាប់តែដូចបងស្រីម្នាក់ហ្នឹងគាត់ចូលគេចូលក្មេងស្រីម្នាក់ហ្នឹងចូលពឹបគាត់និយាយហ្មងគាត់ថាគេយករបស់ក្បាលគាត់ហ្នឹងណានោះទៅកន្លែងក្បាលនំស្ពាននោះព្រោះទៅអាកន្លែងចុងភូមិនោះមានស្ពានចាស់មួយដល់ចុងទៅក៏គាត់ដូចថាពេលហ្នឹងគាត់នាំគ្នាមកក្រុមអីចឹងណាទៅមើលទៅអីទាំងអស់គ្នាចឹងទៅដល់ពេលទៅបងប្អូនហើយមែនឃើញនឹងមែនដល់ពេលចឹងទៅស្រាប់តែគេធ្វើពិធីធ្វើអីមកដាក់ផ្ដុំគ្នាដាក់ផ្គុំចូលគ្នាវិញចឹងណាតែវាបងប្អូនយើងស្ដាប់ទៅវាពិបាកទទួលយកមែនតើដល់ចឹងទៅក៏ខាងប៉ូលីសក៏ធ្វើការបើកការកសាបច្ច័យបើកអីចឹងទៅបានដឹងថារឿងហ្នឹងវាជារឿងឃាតកម្មអីចឹងទៅតែប៉ូលីសក៏គាត់ធ្វើការរបស់គាត់អញ្ចឹងណាអញ្ចឹងបន្ទាប់ពីធ្វើពិធីនឹងហើយដូចថាយើងផ្សំហើយយើងក៏យកស័ក្តិសិទ្ធិទៅបូជាអញ្ចឹងទៅប៉ុន្តែបន្ទាប់ពីបូជាហើយបានតែប្រហែលប្រហែលជា3 4 5ថ្ងៃទេអ្នកភូមិគេថាគេឃើញបងស្រីម្នាក់ហ្នឹងឈរនៅកន្លែងមាត់ផ្លូវរហូតដល់អ្នកខ្លះឃើញអញ្ចឹងទៅបកម៉ូតូទៅក្រោយវិញអ្នកខ្លះរត់ចង់ម៉ូតូក៏មានដែរដល់ពេលអញ្ចឹងគឺស្ងាត់មែនតើរហូតដល់ខាងភូមិមួយទៀតនោះភូមិដែលបងស្រីម្នាក់ដែលបងធីគាត់ជិះឆ្លងកាត់នោះហើយគាត់មិនឆ្ងល់គាត់ថាភ្លើងល្ងិតឆឹងដូចអាម៉េចល្ងិតឆឹងតាមពិតគឺមិនដឹងថាយ៉ាងម៉េចបងប្អូនભાઈអ្នកភូមិគាត់ខ្លាចពេកគាត់ហ៊ានបើកភ្លើងឬក៏មិនគាត់ដឹងដែរតែគឺល្ងិតឆឹងទាំងអស់គឺអ្នកភូមិប្រហែលជាគាត់ខ្លាចគាត់បិទភ្លើងតាមពិតគេខ្លាចគេគួរតែបើកភ្លើងមែនទេតែនោះខ្លាចបិទភ្លើងដល់ពេលហើយគាត់ក៏ចាប់ផ្ដើមដឹងហើយក៏ដឹងការពិតថាអូអញ្ចឹងសោះហើយដល់ពេលហើយគឺផ្លូវនឹងគឺស្ងាត់ជ្រាបរហូតដល់ពេលដែលបងធីហ្នឹងគាត់ជិះឆ្លងកាត់ហ្នឹងគឺបានជួបអញ្ចឹងហ្មងដល់ពេលអញ្ចឹងគឺបើនិយាយពីខាងប៉ូលីសវិញគឺលោកធ្វើការលឿនណាស់បានប្រហែលជា3ថ្ងៃ2ថ្ងៃ3ថ្ងៃទេក៏រកឃើញតែរកឃើញហ្នឹងបងប្អូននឹងមិនហីគឺអត់នៅណាឆ្ងាយទេនៅភូមិជាប់នោះហើយអ្នកដែលធ្វើរឿងហ្នឹងគឺមាន2នាក់តែខ្ញុំមិនបាច់និយាយចំទេ2នាក់ហ្នឹងគឺអាចនិយាយថាវាជាមនុស្សដែលវាជក់ថ្នាំណានៅក្នុងស្រុកភូមិនោះហើយគឺវាតែងតែដូចថាព្យាយាមមើលទៅលើមនុស្សស្រីណាស្អាតស្រីណាក្មេងកំមុំអីដែលដើរអីហ្នឹងគឺវាព្យាយាមហ្មងវាព្យាយាមតាមនេះហ្មងដល់ពេលអញ្ចឹងប្រហែលជាថ្ងៃនោះវាដឹងថាបងស្រីនោះអាសាដើរមកកូនដើមអីចឹងអញ្ចឹងក៏វាធ្វើសកម្មភាពទៅលើបងស្រីម្នាក់ហ្នឹងហើយក៏វាចាប់ផ្ដើមធ្វើអញ្ចឹងហ្មងទៅដល់អញ្ចឹងក៏គេសារភាពអីចឹងតាមអ្វីដែលវាបានធ្វើអីចឹងណាហ្នឹងអាហ្នឹងគឺជាអ្នកដែលធ្វើរឿងហ្នឹងទៅលើបងស្រីហ្នឹងអញ្ចឹងនៅពេលដែលបងធីគាត់ដឹងអញ្ចឹងគាត់ថាគាត់ភ័យមែនតើគាត់មិននឹកស្មានថាគាត់ជួបរឿងរ៉ាវបែបវាអញ្ចឹងណាធម្មតាគាត់ឃើញរូបភាពជាមនុស្សធម្មតាហ្នឹងដល់ពេលដល់ក្នុងភូមិមិនដឹងយ៉ាងម៉េចគឺស្រាប់តែមនុស្សស្រីម្នាក់ចុះពីលើម៉ូតូគាត់ឈរនៅហ្នឹងហើយស្រាប់តែមើលអត់ឃើញក្បាលទេហើយដល់ពេលអញ្ចឹងបងធីគាត់ឆ្ងល់ថាហេតុអីបានជានៅកន្លែងនោះចុះកន្លែងនោះហ្នឹងមិនបានមកតាមម៉ូតូគាត់ដល់ពេលគាត់សួរអញ្ចឹងទៅអ្នកភូមិគាត់និយាយថាចេះដោយសារតែនៅកន្លែងចុងភូមិមួយហ្នឹងកន្លែងដែលបងធីគាត់ថាម្នាក់ស្រីនោះចុះហ្នឹងគឺដោយសារតែមានអ្នកតាមួយកន្លែងអ្នកតាហ្នឹងហើយហៅថាអ្នកតាហ្នឹងគាត់ខ្លាំងណាអញ្ចឹងថាខ្មោចហ្មងមិនអាចចូលភូមិនឹងបានទេដល់ពេលអញ្ចឹងបងធីគាត់ក៏យល់ទៀតដែរគាត់ថាអូអញ្ចឹងដោយសារតែខ្មោចហ្នឹងគឺដល់កន្លែងហ្នឹងអត់ធានចូលមកទេដូចថារឹតបារមីអ្នកតាហ្នឹងអញ្ចឹងណាអញ្ចឹងក៏បានត្រឹមតែឈរបក់ដៃអញ្ចឹងទៅតែអារូបភាពដែលបងធីគាត់ឃើញគឺគាត់ថាអត់មានឃើញក្បាលទេនិយាយទៅវាគួរខ្លាចខ្លាំងមែនតើហើយគាត់ថាបន្ទាប់ពីហ្នឹងមកគាត់ក៏សុំលាសុំអីយ៉ាងមកទៅគាត់ក៏ត្រឡប់មកផ្ទះហើយប្រាប់ប្រពន្ធប្រាប់កូនមកគាត់ថាគាត់សុំទៅស្រូវទឹកសុំទៅអីចឹងណាហើយដំបូងគាត់ប្រាប់ប្រពន្ធមកគាត់ត្រង់ទេថាគាត់ឃើញខ្មោចទេតែគាត់ទៅស្រូវទឹកហើយបានគាត់ប្រាប់ហើយគាត់សុំខ្សែសុំអីចងខ្សែចងអីទៅតែគាត់ថាទោះបីស្រូវទឹកហើយក៏ដោយអារម្មណ៍អត់ទាន់ស្រួលបួរទេ
ប្រហែលជាខ្ទង់មកទឹកជាងទៅកន្លះខែគាត់នៅតែខ្លាចក៏ហ៊ានដើរឡើងកន្លែងណាយប់ល្ងឹតទេខ្លាចហើយបន្ទាប់ពីក្រោយមកហ្នឹងគាត់ក៏រៀងសភាពធម្មតាវិញចឹងទៅប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយគឺនៅតែសម័យរូបភាពហ្នឹងឲ្យតែនិយាយសម័យឃើញរូបភាពហ្នឹងដែលថាឈោបក់ដៃអត់មានក្បាលចឹងនិយាយទៅគួរខ្លាចមែនតើហ្នឹងហើយអានេះវាជារឿងរ៉ាវដែលបងធីក៏បានជួបផ្ទាល់ហើយគាត់សឹងថាគាត់ចាំមកជីវិតបងប្អូនឲ្យខ្លាចរូបភាពមួយហ្នឹងហើយក៏អាណិតបងស្រីនឹងដែរមិនគួរណាអញ្ចឹងណាហើយក៏គេដាក់ការសន្និដ្ឋានទៅលើប្តីអតីតប្តីបងស្រីហ្នឹងថាគីឡូមានជាប់ពាក់ព័ន្ធជាមួយនឹងដែរតែបងធីគាត់ថាគាត់ក៏មិនបានជាតាមដានរឿងហ្នឹងឲ្យច្បាស់ដែរហ្នឹងទៅលើសមត្ថកិច្ចដែលគាត់ធ្វើការរបស់គាត់ទេគាត់ថាគាត់ដឹងតែប៉ុណ្ណឹងអញ្ចឹងណាអូខេអញ្ចឹងរឿងនេះគឺមានតែប៉ុណ្ណឹងទេបងប្អូនហើយខ្ញុំគាត់ថាឮគាត់និយាយត្រង់អាចចំណុចដែលថាអត់មានក្បាលហ្នឹងខ្ញុំព្រឺបងប្អូនខ្ញុំខ្លាចហ្មងខ្ញុំមានអារម្មណ៍ថាវាសម័យទៅអួយសៀវឈប់បក់ដៃអញ្ចឹងមានថាគាត់ដុបខ្មោចនឹងដំបងគឺធ្វើរូបរាងធម្មតាទេដល់ពេលហើយស្រាប់តែបង្ហាញជាអត់មានក្បាលអញ្ចឹងមានថាលងគាត់អញ្ចឹងណាហ្នឹងហើយអញ្ចឹងរឿងនេះគឺមានតែប៉ុណ្្នឹងទេអរគុណបងប្អូនអរគ្នាដែលបានចំណាយពេលវេលាដ៏មានតម្លៃស្ដាប់រឿងរ៉ាវនេះតាំងពីដើមរហូតដល់ចប់អញ្ចឹងចាំយើងជួបគ្នានៅក្នុងវីដេអូក្រោយទៀតបាយបាយ